អ្នកវេកតេរិយាទេវលោកកាំងវិចន្តិបុគ្គលកំណាញ់ស្វិតស្វាញមិនបានទៅកាន់ទេវលោកឡើយព្រះពុទ្ធអង្គទ្រង់គង់នៅវត្តចេតពុនទ្រង់ប្រារព្ធអសតិសទានគឺទានមិនមានអ្នកណាធ្វើដូចជាទានមានដល់ព្រះពុទ្ធគ្រប់ព្រះអង្គមួយអង្គមានតែម្ដងប៉ុណ្ណោះព្រោះត្រូវបរិច្ចាគទ្រព្យ14កោដត្រឹមតែមួយថ្ងៃនោះឯងហើយទាននោះចំពោះតែស្ត្រីប៉ុណ្ណោះដែលជាអ្នកចាត់ចែងដើម្បីព្រះបរមសាស្តានិងព្រះភិក្ខុសង្ឃក្នុងការនោះអាមាត្យរបស់ព្រះរាជា2នាក់ម្នាក់ឈ្មោះកាលៈម្នាក់ទៀតឈ្មោះជន្ហៈកាលៈអាមាត្យមិនត្រេកអរនឹងទានរបស់ព្រះរាជាដែលមានព្រះនាងមល្លិកាជាអ្នកចាត់ចែងនោះឡើយចំណែកជន្ហៈអាមាត្យអនុមោទនាដល់ក្រៃលែងព្រះបរមសាស្តាទ្រង់ត្រាស់ព្រះគាថាអ្នកវេកតេរិយាទេវលោកកាំងវិចន្តិពាលាហវេណបសង្សន្តិទានាងធីរោចទានាងអនុមោទមាណោតេនេវសោហោតេសុខៃបរថៈបុគ្គលកំណាញ់ស្វិតស្វាញមិនបានទៅកាន់ទេវលោកឡើយជនពាលទាំងឡាយមិនសរសើរនៅការឲ្យទានទេចំណែកអ្នកប្រាជ្ញតែងអនុមោទនាទានព្រោះហេតុនោះលោករមែងបានសុខក្នុងលោកខាងមុខចប់ព្រះធម៌ទេសនាអាមាត្យឈ្មោះជន្ហៈបានសម្រេចសោតាបត្តិផលព្រះរាជាជ្រះថ្លានឹងជន្ហៈអាមាត្យបានប្រគល់រីសម្បត្តិឲ្យជន្ហៈអាមាត្យថ្វាយទានអស់7ថ្ងៃដោយទំនងដែលព្រះរាជាបានថ្វាយហើយដូចគ្នាដែររស់នៅគួរតែឲ្យទានតាមពិតមនុស្សយើងតាំងពីនៅក្នុងផ្ទៃនៃមាតាជីវិតត្រូវរស់នៅដោយសារទានហើយស្រេចប្រសូតចាក់ផ្ទៃមកក៏ត្រូវអាស្រ័យទានរហូតទើបអាចរស់នៅបានអស់ពេលរាប់ឆ្នាំដែលឪពុកម្ដាយបានចិញ្ចឹមមើលថែទានបានចិញ្ចឹមមនុស្សពេញពិភពលោកទំនុកបំរុងថែរក្សាព្រះពុទ្ធសាសនាដោយការថ្វាយបច្ច័យ4ចំពោះព្រះសង្ឃនិងទានជាឧបការៈដល់សាវកបារមីញាណបច្ចេកពោធិញាណជាពិសេសគឺអភិសម្ពោធិញាណទៀតផងគ្រប់ព្រះបរមពោធិសត្វបានពិចារណារកឃើញនៅទានបារមីមុនបារមីដតីទៀតទាំងអស់ដែលជាពុទ្ធការកធម៌ក្នុងបញ្ញកិរិយាវត្ថុ10ក្តីទស្សពិតរាជធម៌10ក្តីព្រហ្មចរិយធម៌10ក្តីអនុពពីកថា5ប្រការមុននឹងប្រកាសនៅចតុរារិយសច្ចក្តីសង្កហវត្ថុ4ក្តីសុទ្ធតែរាប់ទានមុនធម៌ដតីទាំងអស់គុណរបស់ទានចិញ្ចឹមបុត្របរិសុទ្ធក្នុងផ្ទៃរហូតដល់ថ្ងៃបុត្រថ្លៃចាគោទានចិញ្ចឹមស្មោះទឹកដោះបបរកូនរស់បានល្អព្រោះធម៌សប្បុរសទានថ្វាយដល់សង្ឃផ្ចង់ឧទ្ទិសទានប្រែតរួចពីឃ្លានព្រោះទានរំដោះទានជាទេវធម៌លំអសប្បុរសទានមានចិត្តស្មោះសង្គ្រោះជីវិតទានគឺជាទ្រព្យជាប់តាមសន្តានជាមិត្តរួមប្រាណឆ្លងភពងងឹតទានកាច់បំបាក់មោហៈក្នុងចិត្តបានត្រាស់ដឹងពិតត្បិតទានបារមីហើយកូនប្រុសស្រីក៏បីចាំទុកគុណម្ដាយឪពុកទានាធិបតីកូនដឹងមង្គល38ជៀសកម្មអប្រិយផុតភ័យអបាយអន្តភូតោអយ៉ាងលោកោលោកយៈមហាជននេះងងឹតណាស់ដូចជាមនុស្សខ្វាក់ភ្នែកអង្គសម្ដេចព្រះសាស្តាទ្រង់គង់ប្រថាប់នៅនីអគាលវចេតិយព្រះអង្គទ្រង់ប្ររពធីតានៃជាងដំបានម្នាក់ធីតានៃជាងដំបានម្នាក់នេះចម្រើនមរណសតិអស់3ឆ្នាំតាមបណ្ដាំព្រះបរមសាស្តាក្រោយមកបានឆ្លើយនៅក្នុងមរណបញ្ហាគឺបញ្ហាសាកសួរទាក់ទងក្នុងសេចក្តីស្លាប់ព្រមទាំងបានស្ដាប់ព្រះធម៌ទេសនារបស់ព្រះដ៏មានព្រះភិក្ខក៏តាំងនៅក្នុងសោតាបត្តិផលនាងស្លាប់ក្នុងថ្ងៃនោះឯងដោយអចេតនារបស់បិតានាងបានទៅកើតក្នុងទុសិតទេវលោក
ចំណែកបេដាសែនសោយសោកចូលទៅរកព្រះបរមសាស្តាស្ដាប់ព្រះធម៌ទេសនារួចហើយបានចូលកាន់ភ្នោះសម្រាប់ព្រះអរហន្តក្នុងបទថាអយ៉ាងលោកោលោកយៈមហាជននេះអន្តភូតោងងឹតណាស់ដូចជាមនុស្សខ្វាក់ភ្នែកព្រោះមិនមានបញ្ញាចក្ខុតិចអ្នកណាស់ដែលឃើញទៅត្រៃលក្ខតាមសេចក្តីពិតតិចអ្នកណាស់ដែលទៅកាន់ស្ថានសួគ៌ដោយបក្សីដែលជាប់សំណាញ់របស់នាយព្រានហើយតិចណាស់ដែលអាចរួចអំពីសំណាញ់ទៅបានព្រះគាថាដែលធីតារបស់ជាងដំបាញស្ដាប់ហើយបានសម្រេចសោតាបត្តិផលអន្តភូតោអយ៉ាងលោកោតនុកេថវិបស្សតៈសកន្តោជាលមុតតោវៈអបោសគាយកេចតៈលោកយៈមហាជននេះងងឹតណាស់ដូចជាមនុស្សខ្វាក់ភ្នែកក្នុងលោកនេះមានមនុស្សតិចអ្នកណាស់ដែលបានដឹងច្បាស់នៅបញ្ចក្ខន្ធតាមសេចក្តីពិតតិចអ្នកណាស់ដែលទៅកាន់ស្ថានសួគ៌ដោយបក្សីដែលជាប់សំណាញ់របស់នាយព្រានហើយតិចណាស់ដែលអាចរួចអំពីសំណាញ់ទៅបានអ្នករាប់អានប្ររតនត្រ័យមិនក៏បីគិតបៀតបៀនអ្នកណាឡើយហើយត្រូវបង្កើនសមត្ថភាពជួយខ្លួនឯងព្រះធម្មរតនៈមានតម្លៃដ៏ខ្ពង់ខ្ពស់បានធ្វើឲ្យអ្នកបដិបត្តិមានសេចក្តីសុខស្ងប់មិនមានភ័យព្រោះយល់ដឹងអំពីការពិតបុរសសម្គាល់នៅខណ្ឌបញ្ចកៈណាថានេះរបស់អញខណ្ឌបញ្ចកៈនោះរមែងសាបសូន្យដោយមរណៈបណ្ឌិតជាអ្នករាប់អានព្រះរតនត្រ័យបានដឹងច្បាស់នៅដំណើរនោះហើយមិនក៏បីបង្អោនទៅក្នុងការប្រកាន់ហួងហែងឡើយបញ្ហារបស់មនុស្សយើងនៅក្នុងโลกសពថ្ងៃនេះគឺខំរកប្រាក់តែមិនរកខ្លួនឯងចង់ឈ្នះអ្នកដទៃតែចាញ់ខ្លួនឯងចង់តែពឹងពាក់អ្នកដទៃតែមិនចេះពឹងខ្លួនឯងចង់ទម្លាក់អ្នកដទៃតែមិនដាក់ចោលនៅបញ្ញខណ្ឌខ្លាចស្លាប់តែមិនខ្លាចវត្តដាក់មិនសិក្សាឲ្យយល់អំពីសេចក្តីស្លាប់នៅអោបក្រសោបជីវិតបញ្ញខណ្ឌដែលការប្រកាន់ហួងហែងមិនស្វែងរកអមតៈគឺព្រះនិព្វានដោយការឆ្លងតាមស្ពានអរិយមគ្គឆ្ពោះទៅរកត្រើយនោះឡើយចិញ្ចឹមពុះវែកចិញ្ចឹមបានតែកុំគិតថាវាមិនខំយើងទេព្រោះយើងជាអ្នកចិញ្ចឹមវាគេចិញ្ចឹមពុះវែកយកពុះមកធ្វើជាថ្នាំយ៉ាងណាការប្រើប្រាស់បច្ច័យ4ដើម្បីចិញ្ចឹមខណ្ឌ5ដោយការចិញ្ចឹមពុះវែកអត្តានុតិដ្ឋិគឺសេចក្តីសម្គាល់ថាខ្លួនដោយភាពស្និទ្ធស្នាលនឹងពុះវែកត្រូវពុះខំស្លាប់សតិប្បដ្ឋាន4ដោយការយកពឹសពុះមកធ្វើជាថ្នាំបង្ក្រាបពឹសកំចាត់ពឹសគឺខណ្ឌ5ដូច្នោះឯងឥស្សរភាពនៃជីវិតគឺចិត្តឥតខ្វល់មនុស្សយើងបណ្ដោយខ្លួនឲ្យកើតទុក្ខព្រោះហេតុតែចំណង់លោកីទើបមានការប្រណាំងប្រជែងទោះបីដើរយឺតជាងអ្នកដទៃតែសបាយិបបដិបទានៅត្រង់មួយជំហានរបស់ខ្លួនឯងប្រកបដោយបៃតៈបាមោជៈស្ងប់សុខឆ្ពោះទៅរកភាពអស់ស្ដងគត់នៃសេចក្តីទុក្ខទាំងពួង